បងប្អូនទេសនាគ្រប់គ្នាជាទីគោរពរាប់អានជីវិតអាប៊ូខាវនេះវាមិនត្រឹមតែជានីតិហ៊ានសៀមនិងកីឡាប្រដាល់គុណសៀមប៉ុណ្ណោះទេតែអាប៊ូខាវនេះវាក៏ជាប្រុសព្រានសាហាវខ្លាំងណាស់គឺលែបខាយជាមួយនឹងស្រីសៀមដោយមិនរើសមុខនោះឡើយវាជាពិសេសស្រីក្មេងៗរបស់មេតួសៀមជាដើមតែយ៉ាងណាមិញក្រោយពេលដែលពេលវេលាកន្លងផុតទៅថ្មីនេះគេឃើញអាប៊ូខាវនេះវាបានបង្ហោះរូបថតដើរលេងជាមួយនឹងស្រីស្នេហ៍របស់វានៅលើបណ្ដាញសង្គមរបស់ប្រទេសសៀមដោយបានធ្វើឲ្យមហាជនសៀមជាច្រើនបានឃើញនិងបានស្គាល់ថាស្រីក្មេងស្រីស្នេហ៍របស់អាប៊ូខាវទាំងអស់នោះគឺជាជនជាតិសៀមអេសានដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ហើយកាលពីមុននាងទាំងអស់នោះគឺជាស្រីក្មេងកំណាន់ចិត្តរបស់លោកមេតួសៀមខ្លាំងជាច្រើនរូបដូចជាលោកប៊ុនស៊ីនផាត់ខ្លាំងនេះជាដើមដោយកាលនោះលោកគឺជាមេតួប្រចាំតំបន់ភូមិភាគ2របស់ប្រទេសសៀមប៉ុន្តែឥឡូវមហាជនសៀមបានមានចម្ងល់ជាច្រើនថាហេតុអ្វីបានជានាងមកស្រឡាញ់ចូលចិត្តអាប៊ូខាវនេះទៅវិញដោយជនជាតិសៀមខ្លះបាននិយាយថាអាប៊ូខាវនេះវាមានរូបរាងអាក្រក់ហើយខ្មៅដូចទៅនឹងសត្វក្របីតែហេតុអ្វីបានជាស្រីស្អាតជាច្រើនចូលចិត្តអាប៊ូខាវនេះច្រើនម្ល៉េះដោយមានជនជាតិសៀមខ្លះពួកគេនិយាយថាដោយសារតែអាប៊ូខាវនេះវាមានលុយច្រើនហើយដើរទិញទឹកចិត្តស្រីស្អាតរបស់សៀមជាច្រើនដើម្បីឲ្យប្រាក់និងទិញទឹកចិត្តស្រីស្អាតទាំងអស់នោះឲ្យស្រឡាញ់មកលើរូបអាប៊ូខាវនេះតែម្ដងហើយបើសិនឲ្យស្រីស្អាតសៀមទាំងអស់នោះស្រឡាញ់អាប៊ូខាវដោយស្នេហាធម្មជាតិនោះគឺវាទៅពុំរួចនោះឡើយដោយសារតែអាប៊ូខាវនេះវាមានរូបរាងអាក្រក់ខ្លាំងណាស់